เนี่ยสู้บางคนต่างគ្នាស្វាគមន៍មកកាន់មជ្ឈមណ្ឌលកសាងសមត្ថភាពចម្បាក់ហោះចានៅកន្លែងនេះគឺមានកន្លែងលេងបែបផ្លែកជាច្រើននៅក្នុងព្រៃនេះតម្ដងចាចង់និយាយថាយើងមើលនៅក្នុងវីដេអូគឺអត់ឃើញខ្ពស់ទេប៉ុន្តែបើយើងមកជាក់ស្ដែងគឺខ្ពស់មែនទែនចាពីដីដល់លើគឺមានកម្ពស់19 ម៉ែត្រយើងមកដល់កន្លែងលេងមួយទៀតហើយនៅលើចំបក់នេះគឺមានឈ្មោះថាទម្លាក់ខ្លួននៅក្នុងលំហដើមចំបក់មួយនេះកម្ពស់វាមានចំនួន25 ម៉ែត្រខ្ពស់មែនទែនបើយើងមកដល់កន្លែងលេងមួយទៀតហើយគឺមានឈ្មោះថាចិនដើរឋានសួគ៌ឥឡូវនេះយើងមកសាកល្បងដើរលើចិនដើរឋានសួគ៌ជួយផងនេះអូว้าวเราให้บ้างส่วนนี้ให้ทำส่วน ប្រេះមកហើយឥឡូវនេះយើងមកដល់កន្លែងចិញ្ចៀនភ្ជប់ពាក្យនេះកន្លែងមេបាចាស់ទុំអង្គុយសងខាងនេះខ្ញុំឃើញលក្ខខណ្ឌមកលើកទី1នេះបងប្អូនទាំងអស់គ្នាកន្លែងនេះគឺជាកន្លែងស្ពានយល់កន្លែងនេះគឺមានចម្ងាយរហូតដល់30 ម៉ែត្រឥឡូវយើងដើរទៅលើស្ពាននេះទៅមាន2-3ដំណាក់ទៀតតែខ្ញុំអត់ទាន់បានទៅទេចាហើយនៅកន្លែងនេះអ្វីដែលពិសេសនិងសប្បាយដែលយើងលេងប៉ុន្តែគឺយើងមានអ្នកគ្រប់គ្រងនិងបរិញ្ញាយើងមុនពេលយើងលេងចឹងណាហើយមានខ្សែការពារខ្លួនជាដើមហើយនឹងមានសកម្មភាពប្លែកជាច្រើនទៀតបើសិនជាបងប្អូនចង់ដឹងអាចមកមើលផ្ទាល់បាននៅកន្លែងនេះគឺមានដើមឈើប្លែកហើយយើងអាចមកស្វែងយល់ពីព្រៃឈើដើមឈើដែលយើងមិនធ្លាប់ស្គាល់និងដឹងពីមុនមកប្លែកជាច្រើនហើយនៅកន្លែងនេះក៏មានសត្វព្រៃផងដែរចាហើយបើសិនជាបងប្អូនចង់ដឹងច្បាស់គឺអាចមកផ្ទាល់ខ្លួនឯងតែម្ដងបានចាសូមអរគុណ